ចាជំរាបសួរតេជជនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំម្ដងទៀតហើយចានិកា Handle HP Manage Print នៅក្រុមហ៊ុន I Electronics ហើយថ្ងៃនេះផងដែរខ្ញុំនឹងមកធ្វើការស្រាវចម្ងល់ទាក់ទងនឹង HP Manage Print ខ្នាតតូចមួយប្រភេទចាដែលមានឈ្មោះថា M4223DN អញ្ចឹងបន្តិចទៀតនេះខ្ញុំនឹងបង្ហាញតើខុសគ្នាយ៉ាងណានោះសូមអញ្ជើញទស្សនាទាំងអស់គ្នាចានេះគឺជា half option នេះគឺជា full option ចាពីរនេះគឺជាប្រភេទ model តែមួយដែលមានឈ្មោះថា LaserJet MFP M4623DN អូខេចំពោះ full option ក៏ជា model LaserJet MFP M4623DN ចាក៏ប៉ុន្តែពីរហ្នឹងគឺបងប្អូនគ្នាគាត់ថាខុសគ្នាត្រង់ថា half option គឺអត់មាន ADI ខាងលើនេះទេគឺអតិថិជនគ្រាន់តែធ្វើការ scan ធម្មតា copy ធម្មតានិង print ធម្មតាចំពោះ print គឺអាច print ត្រឡប់បានហើយចំពោះ full option នោះគឺមាន ADI ខាងលើចាដែលអាចត្រូវกระดาษបានរហូតដល់100សន្លឹកចាกระดาษ A3 និងกระดาษ A4 ហើយអតិថិជនអាចធ្វើការ scan ត្រឡប់ក៏បាន copy ត្រឡប់ក៏បាន print ត្រឡប់ក៏បានចាអញ្ចឹងការបង្ហាញរបស់នាងខ្ញុំបាញ់មិញនេះអតិថិជនលែងឆ្ងល់ថាមួយណា full option មួយណា half option ទៀតដែរចាអូខេអញ្ចឹង half option គឺអត់មាន ADI full option គឺមាន ADI ចាហើយជាប្រភេទ model តែមួយនោះគឺមានឈ្មោះថា M4623DN ចាអូខេអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនឹងបង្ហាញតទៅនឹង spec តែម្ដងចាចំពោះប្រភេទម៉ាស៊ីនបងប្អូនទាំងពីរនេះគឺមាន spec ដូចគ្នាចាគឺជាប្រភេទ AIO function ដែលអាចធ្វើការ print scan និង copy បានហើយជាប្រភេទក្បាលម៉ាស៊ីន copy ខ្នាតតូចដែលអាច print กระดาษ A3 និងกระดาษ A4 ជាប្រភេទម៉ាស៊ីន print សខ្មៅចាអូខេចំពោះ print speed និង copy speed វិញបានរហូតដល់23សន្លឹកក្នុង1នាទីហើយចំពោះ scan speed វិញគឺបានរហូតដល់33សន្លឹកក្នុង1នាទីចំពោះប្រភេទម៉ាស៊ីនទាំងពីរនេះគឺមាន memory បានរហូតដល់512 MB ហើយជាប្រភេទដែលមាន port network built in មកស្រាប់តែម្ដងចំពោះម៉ាស៊ីននេះពេលតែអតិថិជនធ្វើការកម្មង់ទិញភ្លាមគឺអាចប្រើប្រាស់បានតែម្ដងដោយសារ HP built in ជាមួយនឹងទឹកថ្នាំ original 30% ហើយជាមួយនឹងត្រាំ 100% រួចជាស្រេចចំពោះម៉ាស៊ីនពីរនេះអតិថិជនធ្វើការប្រើប្រាស់បានរហូតដល់20ទៅ30 user អញ្ចឹងខ្ញុំនឹងបង្ហាញតទៅទឹកថ្នាំ HP original ចំពោះម៉ាស៊ីនទាំងពីរនេះចាហើយជាមួយនឹងត្រាំដូចគ្នាចាអញ្ចឹងបន្ទាប់ពីអតិថិជនធ្វើការប្រើប្រាស់អស់ទឹកថ្នាំថ្មី 30% ហើយនឹងត្រាំរួចរាល់អញ្ចឹងអតិថិជនអាចធ្វើការឈៀវទិញជាមួយនឹងប្រភេទទឹកថ្នាំ 100% តែម្ដងអូខេអញ្ចឹងនេះគឺជាប្រភេទទឹកថ្នាំ original 100% ដែលអាចប្រើប្រាស់កណ្ដាលបានរហូតដល់7400សន្លឹកចាដែលមានឈ្មោះថា 336A ចាហើយប្រភេទនេះអ្នកទាំងអស់គ្នាប្រើបានច្រើនខែអូខេអញ្ចឹងចំពោះត្រាំវិញគឺមានឈ្មោះថា 57A អញ្ចឹងអតិថិជនធ្វើការផ្លាស់ប្ដូរទឹកថ្នាំ original ប្រហែលជា10កំប៉ុងតាមដូរត្រាំម្ដងចាអញ្ចឹងប្រើប្រាស់បានច្រើនមែនទែនព្រោះត្រាំនេះបានរហូតដល់ 80000 សន្លឹកឯណោះចំពោះម៉ាស៊ីនទាំងពីរនេះគឺអត្ថប្រយោជន៍ដូចគ្នាគឺប្រើប្រាស់ជួយសន្សំសំចៃទឹកថ្នាំចាការប្រើប្រាស់ប្រចាំខែដែលប្រើប្រាស់ទឹកថ្នាំច្រើនអតិថិជនអាចងាកមកប្រើប្រាស់ជាមួយនឹង model ពីរនេះដោយការប្រើប្រាស់ទឹកថ្នាំមួយកំប៉ុងអាចប្រើប្រាស់បានច្រើនខែហើយចំពោះទឹកថ្នាំវិញគឺខាងក្រុមហ៊ុនគឺមានស្តុកច្រើនចាអតិថិជនមិនបាច់ភ័យថាពិបាកទិញឬក៏ស្វែងរកនៅណាបានទេចាហើយចំពោះអត្ថប្រយោជន៍មួយទៀតនោះគឺអតិថិជនអាចធ្វើការ set up ជាមួយនឹង password ទៅលើ user នីមួយៗបានពីព្រោះម៉ាស៊ីនពីរនេះគឺ built in ជាមួយនឹងប្រព័ន្ធ security ខ្ពស់ចាហើយលក្ខណៈចុងក្រោយគឺងាយស្រួលប្រើប្រាស់តែម្ដងចាការដោះដូរទឹកថ្នាំការ check មើលអីផ្សេងៗគឺងាយស្រួលមើលតែម្ដងសូមអរគុណអតិថិជនសម្រាប់ការតាមដានការបកស្រាយរបស់នាងខ្ញុំប្រសិនបើអតិថិជនមានបំណងចង់ជាវយកទៅប្រើប្រាស់អាចធ្វើការបញ្ជាទិញតាម app I Electronics ឬក៏ទំនាក់ទំនងតាមលេខទូរស័ព្ទនិងអាសយដ្ឋានដូចខាងក្រោមនេះចាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត